ចឹងសាសនានោះវាផ្សារភ្ជាប់ជាមួយនឹងប្រពៃណីនិងជាតិនិយមរបស់ខ្មែរហើយប្រសង់នេះមានតួនាទីដើម្បីនឹងផ្សារភ្ជាប់នេះយល់ព្រះពុទ្ធសាសនាដែលព្រះអង្គត្រាស់សម្ដែងជាទស្សនវិជ្ជាក្តីជាការអប់រំកូនចៅក្តីក្នុងសង្គមក្តីក្នុងនយោបាយក្តីសេដ្ឋកិច្ចក្តីនឹងយល់ទៅបង្រៀនពុទ្ធបរិស័ទយល់นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គសូមលំអរលំអោននមស្ការចំពោះព្រះភគវន្តមុនីសម្មាសម្ពុទ្ធដ៏មានព្រះភិក្ខអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងនិងបកូនណាម្ចាស់ដែលនិមន្តមកពីខេត្តទីតីដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរលោកជំទាវខៀវស៊ីណាជាចន្ទោលោកជំទាវសែមនឿនសុខុនឯកឧត្តមអស់លោកស្រីទាំងអស់ញាតិញោមពុទ្ធបរិស័ទនៃខេត្តបាត់ដំបងជាទីស្រឡាញ់ថ្ងៃហ្នឹងគឺជាបុណ្យដែលត្រូវបូជាប្រសពរបស់ព្រះឥន្ទមនីឧបមុតព្រះរាជាគណៈថ្នាក់ចាត់ថ្វាព្រះសង្ឃកិច្ចកោសលព្រះមេគុណនិងជាព្រះឧបជាខេត្តនិងជានាយកពុទ្ធកវិទ្យាល័យអឹងធួងខេត្តបាត់ដំបងថ្ងៃហ្នឹងបូជាសពលោកឪខេត្តបាត់ដំបងហើយសពទៅបូជាកូនសិស្សគុណទាំងឡាយរៀបចំថ្វាយដំណើរចុងក្រោយពីចាប់បដិសន្ធិនឹងរស់នៅលើភពផែនដីនឹងអស់88ឆ្នាំឥឡូវដល់ពេលវេលាត្រូវនិមន្តត្រឡប់ទៅវិញហើយចឹងសិស្សគុណនឹងជូនដំណើរទុកដាក់បានសំរុំសិស្សគុណនឹងក៏នៅសេះសល់នឹងមិនច្រើនទេញាតិញោមប្រធេរៈចាស់ដែលព្រះអង្គធ្លាប់ពំពោះធ្លាប់អីហ្នឹងអាត្មានឹងលោកពំពោះដែរពីដើមមិនធំមិនអីទេកូនលោកនៅក្រោយអញ្ចឹងគេដល់តែគុណចាស់សឹកអស់ទៅជាចេះតែមករដែតប្រសែតមកក៏ពីដើមហ្នឹងជាសង្ឃភិក្ខុធម្មតានៅវត្តត្រីសទេល្អៅចាំខ្លះមិនចាំខ្លះទេដោយសារសឹកដោយសារសិស្សលោកច្រើនប៉ុន្តែនៅសល់តិចតួចប្រធេរៈហើយខេត្តបាត់ដំបងនេះបដិប្រគុណចាស់បួសចំនួន70ហ្នឹងសគួតអស់ហើយអស់79ហ្នឹងសគួតអស់ហើយនៅសល់តែមួយអង្គហ្នឹងគឺចុងក្រោយហើយដែលជាសិស្សរបស់សម្ដេចព្រះកៈមហាសង្ឃរាជាធិបតីទេពវង្សអញ្ចឹងហ្នឹងចាស់ស្លាប់អស់ហើយញោមណាហ្នឹងហើយសល់តែញោមតន់តែចាស់ហ្នឹងចំនួន79 89អីហ្នឹងអស់ហើយម្សិលមិញញាតិញោមនេះចិត្តតែនឹកឃើញធ្លាប់នៅវត្តដំរីសហ្នឹង91 92ម្សិលមិញនឹកអាម៉េចនៅមសុកជិះឡានទៅរយយាយញាតិញោមចាស់ធ្លាប់ដាក់បាតសម័យ91 92ទៅរស់ឃើញសល់ម្នាក់អូរៀបរាប់ឡើងមកសទុះធំបានចាំបានតែពាក្យមួយដែលកំសត់ថាព្រះអង្គអើយកណាមើលព្រះអង្គឃើញទេ
ហើយអ្នកដែលដាក់បាតចំណន់កណាម្ដុំនេះស្លាប់អស់ហើយសល់កណាហ្នឹងវាមិនតាន់ស្លាប់អញ្ចឹងនៅសល់ម្នាក់ញាតិញោមពុទ្ធបរិស័ទដំណើរជីវិតរបស់យើងគេជាការធ្វើដំណើរទៅដោយមិនងាកក្រោយឡើយអញ្ចឹងអស់លោកសប្បុរសទាំងអស់ដែលមានឱកាសមានពេលវេលាមានសុខភាពអាចនឹងបំពេញសេចក្តីល្អបានសូមអស់លោកសប្បុរសទាំងអស់លោកមេត្តាមនីបំពេញនៅសេចក្តីល្អនោះដោយកាយក្តីដោយវាចាក្តីដោយចិត្តក្តីតាមអ្វីដែលអាចធ្វើទៅបានញាតិញោមមើលងាកក្រោយមកផ្លេត34ឆ្នាំអាត្មានឹងបួស91ឥឡូវដែលគុណដែលធ្លាប់ស្គាល់ពីដើមនោះសគត់អស់ហើយនៅសល់សេរីគ្នាព្រះអនុគុណក្រុងបាត់ដំបងយើងរដ្ឋសភាបណ្ដែតប្រគុណប្រធានសាខាបាត់ដំបងសេនុរាជបញ្ញាមនីញៀនហសៀងអីសេរីសិស្សក្រោយទេសេរីមុនបើមិនសឹកគឺសគត់ស្លាប់អស់ទៅយើងឃើញអីចុះបញ្ញាប់ទៅណានោះជីវិតណាញាតិញោមដំណើរចឹងទូលប្រកេនសិស្សគុណទាំងឡាយរបស់ប្រដេកប្រគុណអិតិមនីអុកមុតជាពិសេសខ្ញុំកណាសូមពិតរាជការប្រកេនចំពោះព្រះសង្ឃវត្តព្រះសង្ឃខេត្តបាត់ដំបងទាំងអស់សូមប្រកាសណាព្រះមេត្តាជ្រាបថាសម្បុកនេះអស់មេបាបណ្ដើហើយឥឡូវនៅសេសសល់តែព្រះប្រឡាត់គុណមួយអង្គទៀតតែប៉ុណ្ណោះទេដែលជាចាស់ជាទុំនៅក្នុងខេត្តក្រៅពីនោះគឺអស់ហើយទានចាស់ចឹងភារៈនឹងមិនយូរមិនឆាប់ទេគឺនឹងធ្លាក់មកលើកូនសិស្សគុណទាំងឡាយនៅក្នុងខេត្តនឹងអញ្ចឹងព្រះមន្ត្រីសង្ឃអ្នកខេត្តអ្នកស្រុកអីទាំងអស់សូមប្រកាសណាជាម្ចាស់មេត្តាជ្រាបថាកិច្ចការសាសនានេះធំណាស់ត្បិតតែវាមិនដូចរាជការក៏ប៉ុន្តែធំក្រៃលែងហើយត្រូវការលះបង់នឹងធំមហាសាលទៅទៀតនៅក្នុងជីវិតរបស់ពួកសាមណៈនេះដើមឡើយយើងមានគ្រូអាចារ្យមានព្រះឧបជាអន្តមនីអុកមុតនេះជាមលុបត្បិតតែបដិប្រគុណអុកមុតលោកមិនមែនជាអ្នកប្រាជ្ញដោយបដិប្រគុណប៉ុនសំភាជដោយប្រដិសម្ដេចបវណ្ណរដ្ឋអ៊ីវទួតអីយ៉ាងណាក៏ក្រោយឆ្នាំ79មកព្រះអង្គបដិប្រគុណអុកមុតនេះព្រះអង្គមានបច្ចុប្បន្នវែងជាងគេប្រៀបទៅជាមួយនឹងបដិប្រគុណអឿលឿមនឹងចាស់ចំនួននុនលយលឿងគុណប៉ក់សយដែលជាប្រធេរៈល្អចាស់ហ្នឹងបដិប្រគុណអន្តមនីអុកមុតនេះបច្ចុប្បន្នវែងជាងគេញោមដែលនៅថែរក្សាដឹកនាំសាសនានឹងបានល្អខ្លះមិនបានខ្លះតែយ៉ាងណាក៏ព្រះអង្គបានលះបង់ជីវិតដើម្បីនឹងព្រះសាសនានេះបានហើយនេះជាគុណូបការៈដ៏ធំហើយការលះបង់នេះមិនអាចដោយធម្មតាបានទេញាតិញោមលះនោះលះហើយមកជីវិតណាលោកឪហ្នឹងដឹងមានច្រាស់ដល់ថ្មិញអត់ផងទេការសួតទៅហ្នឹងកាលណាសង្ស័យអត់ផងទេមើលទៅនេះគ្មានត្រាប់គ្មានស្អីគេទេឃើញដើរដកទៅស្មៅពេលបញ្ជួនចាស់ទៅ
វាអត់មានទ្របអីតលសោះណាគ្មានទេចឹងការលះបង់នេះធំមែនទេរបស់លោកគ្រូយើងអញ្ចឹងបាននៅក្នុងឆាយាធរធัวជាមលុបដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសំដែងថាអ្វីដែលជាមលុបនៅក្នុងសង្គមមនុស្សលោកនេះមេត្តាបេតុឆាយាមេត្តាបិតាហ្នឹងជាមលុបញាតិឆាយាញាតិណាញាតិញោមញាតិហ្នឹងបើល្អជាមលុបមេត្តាបិតាជាមលុបញាតិជាមលុបគរុឆាយាគ្រូជាមលុបគ្រូនេះសំខាន់ណាស់ញាតិញោមអត់បើបានគ្រូល្អការសាងភ្នោះក្តីការរស់នៅក្នុងវត្តអារាមនឹងដូចរស់នៅឋានសួគ៌សុខតែបើបានគ្រូអត់ល្អនឹងដូចរស់នៅក្នុងធុងសាំងយ៉ាងវាក្តៅក្រហល់ក្រហាយមិនសុខទេចឹងបានព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងត្រាស់បង្រៀនដល់ភិក្ខុសង្ឃដែលជាប្រឧបជានឹងឲ្យធ្វើខ្លួនคล้ายទៅជាវិញ្ញូជនคล้ายទៅជាភិក្ខុដែលល្អទទួលខុសត្រូវព្រោះសេចក្តីពិតរបស់ពួកបទុជនយើងគឺរស់នៅជីវិតប្រចាំថ្ងៃហ្នឹងឯងចឹងគេរូបឆាយាមលុបគឺគ្រូនេះសារៈសំខាន់ណាស់ប្រគល់ណាម្ចាស់ដូចបដិប្រគុណប្រឧបជាអញ្ចឹងគ្រាន់តែឲ្យមលុបសិស្សគុណហ្នឹងចង់ចូល45ឆ្នាំចិត្តកន្លះសតវត្សទស្សវត្សកៅជាងញោមអើយអាត្មានឹងឃើញបដិប្រគុណលោកឪនឹងនិមន្តទៅវត្តម្ដងគេមិនដែលឲ្យចិត្តគេនៅឆ្ងាយឆ្ងាយគេនៅតូចតូចធេរៈចុំចេះចង់ឃើញលោកថាព្រះមេគុណប៉ុន្តែនិស័យល្អមួយបដិប្រគុណមេគុណនេះនិស័យដាក់ខ្លួនញាតិញោមមានសន្តោសៈសន្តោក្នុងជីវិតប្រចាំថ្ងៃមិនប្រកាន់ញាតិញោមអង្គខ្លះប្រកាន់ដោយជីវរមិនសន្តោសក្នុងជីវរមិនសន្តោសក្នុងជីវិតប្រចាំថ្ងៃអ្នកក្រមិនជួបលោកតូចតាចមិនរាប់រស់អ្នកខ្លះណាធំរមងដូចចុះពីឋានតាវតឹកមកចឹងហើយហ្នឹងប្រធេរៈអង្គខ្លះមានការបដិបត្តិមិនល្អកាលនៅតូចល្អដល់ឡើងធំលេងល្អណាអត់ស្គាល់ញោមអត់ស្គាល់ប្រសង់ធ្លាប់ចឹងការចូលទៅចិត្តប្រធេរៈដែលមិនប្រកបដោយសេចក្តីសន្តោសនេះលំបាកហើយអ្នកបួសនេះញាតិញោមអញ្ចឹងបានព្រះអង្គលោកត្រាស់សម្ដែងនៅក្នុងឆាយាធរហ្នឹងគឺប្រកាសណាស់ថាជីវិតអ្នកបួសនេះនៅក្នុងវត្តនេះ100 200អង្គនេះមានឪពុកម្ដាយឯណាបើញាតិញោមយកមកដាក់វត្តហើយហ្នឹងអញ្ចឹងឪពុកម្ដាយដែលជាទីពឹងទីរលឹករបស់អ្នកបួសហ្នឹងគឺមានព្រះឧបជាលោកគ្រូនោះឯងជាមលុបញាតិញោមបើសិនប្រធេរៈមានបច្ចុប្បន្នច្រើនចេះគង់នៅក្នុងវត្តមិនសូវជាអីប្រមាណទេញាតិញោមបើថាចូលមកកាន់ជីវិតភ្នោះនេះតាំងពីអាយុ11ឆ្នាំ12 13ឆ្នាំតូចយ៉ាងដូចអាត្មាអញ្ចេះអីមកដល់ហ្នឹងកំសត់ហើយបើគ្មានគ្រូអាចារ្យនឹងណែនាំនឹងអោបកសោបអប់រំព្រានបដៅទេការរស់នៅក្នុងវត្តនឹងដូចគុកឥតជញ្ជាំងអញ្ចឹងវាដឹងថាគេប្រាប់ថាខុសប៉ុន្តែយើងវាមិនយល់ថាហេតុអីបានខុសវាទូចពេកណាញាតិញោមបួសណាប្រពៃណីយើងនឹងបួសទូចពេក
ដល់អញ្ចឹងទៅហ្នឹងគឺទៀមទាឲ្យលោកគ្រូចៅតកាហ្នឹងត្រូវប្រកបដោយធម៌មានការយល់ដឹងអំពីធម្មៈអំពីវិន័យហើយនឹងសេចក្តីសន្តោសចំពោះភិក្ខុសាមណេរក្រោមអាវាតបើមិនចឹងកំសត់ណាញាតិញោមមនុស្សលោក100 200ក្មេង50មនុស្ស300នាក់ដូចប្រទីទៅហ៊ានមួយធំអញ្ចឹងញាតិញោមអញ្ចឹងមលុបគឺគ្រូនេះគឺសំខាន់ណាស់អញ្ចឹងសំដែងប្រកេនលោកគ្រូបច្ចៅអធិការព្រះឧបជាស្រុកខេត្តបកណាជាម្ចាស់សូមព្រះអង្គមេត្តាយកចិត្តទុកដាក់បន្ថែមទៀតបកូនណាអង្គណាបានបំពេញហើយសូមបន្តបន្ថែមទៀតណាបើមិនចឹងទេវត្តអារាមហ្នឹងដូចគុកចឹងញាតិញោមមិនបានថាអញ្ចឹងតែមិនស្រួលអ្នកណាកាត់យកទៅថាអាត្មាចេះចុះទៀតឥឡូវបានទេតែមិនស្រួលគេកាត់ឯងគេចង់ជេរអ្នកណាគេកាត់មកតិចដាក់នៅហ្នឹងជេរឥឡូវស្រុកឥឡូវមួយយ៉ាងដែរញោមណាមិនបាច់ចាំជេរខ្លួនឯងនេះប្រើតែលោកឲ្យទៅជេរទៅណាហើយលោកនឹងទេសនាឲ្យដេកគ្មានលក់ទេខ្លាចគេរស់រឿងនោះឯងវាមិនបានទេសយើងវាមិនបានទេសអញ្ចឹងស្រុកឥឡូវវាមនុស្សវាអញ្ចឹងមិនបានថាអញ្ចឹងដោយសារតែជីវិតរបស់អ្នកបួសនេះគ្របដណ្ដប់ដោយច្បាប់ញាតិញោមដោយធម៌ដោយវិន័យហើយបើបដិប្រគុណចាស់អញ្ចឹងលោកយល់ដល់ព្រះអង្គទូចបើវត្តនឹងអត់មានការអប់រំអីច្បាស់លាស់ទៀតសាមណេរទូចនឹងគេហៅថាវង្វេងយល់ច្រឡំមិនដឹងថាមួយណាជាធម្មៈមួយណាជាធម៌មួយណាជាវិន័យមួយណាជាមិនមែនធម៌មួយណាជាមិនមែនវិន័យអញ្ចឹងបានព្រះអង្គត្រាស់សម្ដែងនៅក្នុងឆាយាធម៌នឹងសំខាន់ណាស់សំខាន់ត្រង់ថាព្រះឧបជានោះជាពិសេសលោកគ្រូចៅអធិការនោះឲ្យមលុបដល់ភិក្ខុសាមណេរនៅក្នុងវត្តដូចញាតិញោមឲ្យមលុបកូនចៅអញ្ចឹងញាតិញោមមើលបែក30-40ឆ្នាំហើយនៅទៅនឹកញោមនៅជើងវត្តត្រីសចេះតែរួចដល់ឃើញទៅមិនស្មិញនៅឃើញថាណែគេស្លាប់អស់ហើយតែញោមថាសល់កណាម្នាក់ទៀតបងមិនទាន់ស្លាប់ទេ8ជាងហើយមើលមិនឃើញទេនឹងអ្នកឲ្យចិញ្ចឹមហើយអ្នកចិញ្ចឹមបាយតាំងពីតូចមកជាឧបាសិកាដែលមិនមានពាក្យថាមិនតន់ទេចង្ហាន់ប្រសងវត្តប្រសងវត្តត្រីសហៅឧបាសិការូបនោះថាជាញោមដើមស្វាយព្រោះនៅមុខផ្ទះគាត់ហ្នឹងមានដើមស្វាយមួយដើមហើយអត់ដែលផ្ទះនោះទៅបិណ្ឌមិនដែលថាលោកម្ចាស់អើយកណាមិនតន់ទេថ្ងៃនេះមិនដែលមានទេអញ្ចឹងប្រសងដែលនិមន្តចាក់ចេញពីបាត់ដំបងទៅកាន់ប្រទេសដទៃជួបគ្នាសួរទៅរឿងញោមដើមស្វាយហ្នឹងអ្នកក្រោយវាមិនដឹងហៅញោមយ៉ាងណាប៉ុន្តែនៅដាក់បាតឬថានៅដាក់បាតមលុបគ្រូមលុបញាតិសាសនឆាយាមលុបសាសនាញាតិញោមសាសនាហ្នឹងក៏ជាមលុបជួយញាតិញោមណាបង្រៀនពុទ្ធបរិស័ទនៅសេចក្តីល្អនៅក្នុងសង្គមបទុជនយើងប៉ុណ្ណឹងឯងញាតិញោមវាអត់លើសហ្នឹងទេខុសហើយមិនត្រូវទៅហើយមកប៉ុណ្ណឹងឯងញាតិញោមប៉ុន្តែគ្រាន់តែបើយើងមានមលុបគឺសាសនាទៅវាជួយបង្ក្រាបហ្នឹងហើយអ្នកខ្លះគិតថាពុទ្ធសាសនាស្រុកខ្មែរហ្នឹងវាមិនសូវល្អទៅនាំយកសង្ឃដតីពីប្រទេសដតីយកមកឲ្យវាល្អវាមិនល្អទេវាតែប៉ុណ្ណឹងពុទ្ធសាសនាស្រុកខ្មែរឥឡូវហ្នឹងអ្នកខ្លះគេយល់ថាអ្នកបួសស្រុកខ្មែរហ្នឹងវាអត់សិលបរិសុទ្ធទេ
តំណំយកប្រសងបរទេសមកសំបីតែកាត់ថិននៅស្រុកខ្មែរនៅវត្តជនបទមួយក៏ទៅមុនប្រសងបរទេសយកមកទេសនាមិនចេះខ្មាស់គេអ្នកប្រាជ្ញអ្នកចេះដឹងពេញប្រទេសមិនលើកដំកើងទៅឲ្យតម្លៃអ្នកដតីអ្នកប្រសងខ្មែរណាបកូនណាត្រូវច្បាស់ចំណុចហ្នឹងឲ្យតែឃើញបរទេសចុះពីយន្តហោះមកលៀងជើងទាំងអស់សិតតែស្ដេចសង្ឃតែមានស្ដេចសង្ឃឯណាអាត្មាស្គាល់លោកអស់ទាំងអស់ហ្នឹងស្រុកអាស៊ីអាគ្នេយ៍អ្នកធំហ្នឹងប្រហែលស្គាល់ទាំងអស់អ្នកធំ4-10អង្គហ្នឹងចឹងសាសនានោះវាផ្សារភ្ជាប់ជាមួយនឹងប្រពៃណីនិងជាតិនិយមរបស់ខ្មែរហើយប្រសង់នេះមានតួនាទីដើម្បីនឹងផ្សារភ្ជាប់នេះយកព្រះពុទ្ធសាសនាដែលព្រះអង្គត្រាស់សម្ដែងជាទស្សនវិជ្ជាក្តីជាការអប់រំកូនចៅក្តីក្នុងសង្គមក្តីក្នុងនយោបាយក្តីសេដ្ឋកិច្ចក្តីនឹងយកទៅបង្រៀនពុទ្ធបរិស័ទយកទៅអនុវត្តចំពោះពុទ្ធបរិស័ទចំពោះព្រះសង្ឃនៅក្នុងសង្គមនេះទើបស្រុកយើងបានល្អញ៉េលេញាតិញោម